តើបងអូនថ្ងៃនេះគឺបានមកហូបបាត់ខ្មែរយើងមកទៀតហើយណាគឺថាខ្ញុំកំពុងឃ្លានណារឿងមកហូបខ្មែរមានប្រហុកហើយមានបន្លែច្រើនហ្នឹងប៉ុន្តែសុំនិយាយដល់ប្រេតិចគឺប្រេអត់ចូលចិត្តទេអញ្ចឹងបានតម្រុំតែដាច់ចិត្តធ្វើឡើយលើកនេះសម្រាប់ចិត្តថាត្រូវតែធ្វើព្រោះឃ្លានប្រេអត់ញ៉ាំក៏ធ្វើដែរប៉ុន្តែចាំមើលដល់ចុងក្រោយបាត់ដឹងថាយ៉ាងម៉េចបងអូនហើយរៀបរាប់មួយថ្ងៃភ្លេចប្រាប់បងអូនថាមកហូបហ្នឹងគឺខ្ញុំធ្វើសឡប់អាហារតែឥឡូវយើងមកមើលពីវិធីធ្វើហើយទៅគឺវិធីធ្វើងាយៗហើយខ្ញុំគិតថាបងអូនដែលនៅខ្មែរគាត់ដឹងគាត់ថានេះសម្រាប់អ្នកថាគាត់អត់ដែរធ្វើពីមុនអាចគិតថាពិបាកអីចឹងណាអញ្ចឹងខ្ញុំមកបង្ហាញរបៀបថាធ្វើនៅនេះហើយនៅស្រុកនេះគឺខ្ញុំចូលចិត្តកិនគ្រឿងទុកយើងកិនទុកហើយយើងដាក់ក្នុងទូបកកទៅស្រួលពេលណាយើងត្រូវការចង់ញ៉ាំយើងយកចេញមកវាអត់ពិបាកពេលយើងធ្វើយើងត្រូវកិនគ្រឿងបុកគ្រឿងប្រើពេលយូរអញ្ចឹងណាបើយើងដាក់បកកនៅទូកកអញ្ចឹងគឺវាស្រួលមួយយ៉ាងដែរហើយដល់ពេលគ្រឿងកកអញ្ចឹងខ្ញុំដាក់ប្រេងឲ្យក្តៅអញ្ចឹងហើយដាក់គ្រឿងនឹងឲ្យវាលាយតិចខ្ញុំដាក់ប្រហុកខ្ញុំលីងមួយគ្នាឈ្ងុយហើយបន្ទាប់មកបាទខ្ញុំដាក់ទឹកអញ្ចឹងខ្ញុំធ្វើកាត់ឲ្យបងមើលអញ្ចឹងជាស្រ័យបើរៀងលឿនតិចហើយព្រោះខ្ញុំគិតថាវិធីនេះបងអូនគាត់សាមញ្ញហើយគឺងាយហើយបន្ទាប់ពីយើងទឹកយើងពុះអីហើយគឺខ្ញុំដាក់មុនគេល្ពៅព្រោះថាវាហឹងវាខឆ្អិនណាហើយមុនហ្នឹងក៏ខ្ញុំលួចថែមគល់ល្ក័យដែរដើម្បីកាន់តែឈ្ងុយបន្តមកទៀតគឺតឡាចដែលខ្ញុំចិត្តស្ដើងនេះទាំងអស់គ្នាអធិស្ឋានផងព្រោះថតដំបូងគឺប្រើដៃមួយខាងកាន់ទូរស័ព្ទតែសាខៀលរត់ទៅយកជើងដងកាមេរ៉ាតែមើលទៅអត់កើទេពិបាកអញ្ចឹងក៏ទៅដាក់ដងអីចឹងណាអញ្ចឹងមុនហ្នឹងគឺញញទៅហើយពិបាកថតពេលដាក់ល្ពៅដាក់អីចូលបងអូនហ្នឹងហើយអញ្ចឹងបន្តមកដាក់តឡាចហើយគឺខ្ញុំដាក់ត្រួយល្ពៅខ្ញុំដាក់ថាត្រួយក៏ដើមឬក៏ស្លឹកឯព្រោះដើមគេវែងដូចវីដេអូខ្លីខ្ញុំធ្លាប់ផុសអញ្ចឹងខ្ញុំដាក់ដើមវាមុនសិនព្រោះដើមវាដូចរៀងរឹងដែរហើយឆ្លៀតពេលហ្នឹងក៏ឃើញមានឆ្នាំមួយទៀតបងអូនគឺស៊ុបឆ្អឹងគោតកឲ្យប្តីព្រោះខ្លាចគាត់អត់ចេះញ៉ាំស្លខ្ញុំធ្វើហ្នឹងឥឡូវបកមកស្លវិញគឺត្រីឆ្អើអានេះគឺខ្ញុំដាក់ក្នុង air fryer ហើយវាសួយឈ្ងុយអញ្ចឹងណាតមកខ្ញុំបេះវាទៅហើយពេលស្លពុះគឺខ្ញុំដាក់ចាក់ចូលចឹងមកអូនអត់ប្រើត្រីស្រស់ទេគឺខ្ញុំប្រើត្រីឆ្អើអញ្ចឹងណាហើយម្ដងនេះបើខ្ញុំផ្សំគឺខ្ញុំមានដាក់ស្ករសប៊ីចេងហើយជាមួយទឹកត្រីផងដែរតែខ្ញុំភ្លេចជូតថតបងអូនទេចុងក្រោយគឺខ្ញុំបងស្លឹកឬក៏ត្រួយល្ពៅដែលនៅសេះសហ្នឹងគឺដាក់ក្រោយគេប៉ុន្តែនៅសំខាន់មួយចាប់ក្រោយគេតិចគឺម្ទេសដែរបងអូនឥឡូវនេះគឺថាស្លបហើយខ្ញុំរួចរាល់ហើយមិនដែរបងអូនមកទៅតំណងឯងតំណងមិនតំណងតែសំខាន់អ្នកធ្វើគឺថាឃ្លានហើយអញ្ចឹងសុំដួសមកកូនចានញ៉ាំលេងអត់តដាក់មួយបាយណានេះគឺថាឃើញឃ្លានហើយដាក់ម្ទេសញិចអូយស្លក្តៅម្ទេសហឹលថាជាតិមែនតែហ្មងបងអូនហើយអីដែលខ្ញុំ surprise ព្រោះខ្ញុំគិតទុកថាស្លនេះខ្ញុំធ្វើឲ្យគ្រួសារខ្ញុំគឺគាត់ញ៉ាំទេប៉ុន្តែដឹងអីតែពេលធ្វើហើយអញ្ចឹងគាត់ភ្លក់ហើយគាត់ថាឆ្ងាញ់អញ្ចឹងគាត់ថាគាត់ញ៉ាំដែរជាប្រវត្តិសាស្ត្រហើយដែរគ្រួសារខ្ញុំគាត់ចេះញ៉ាំស្លមានបន្លែច្រើនអញ្ចឹងហើយអញ្ចឹងវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណច្រើនបាយបាយ